បានគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាបាទនៅថ្ងៃនេះគឺក្លៀនធ្លាក់មួយមេពីរមេធំធ្វើឲ្យជីសញ្ញាស្ដេចអន្ត្រីបាទចេញទៅកាន់កសិករជិត100ការុងទៅលើដំណាំដំឡូងត្បិតថាដំឡូងមួយឆ្នាំពីរឆ្នាំចុងក្រោយនេះបញ្ហាតម្លៃមិនល្អចំពោះ2024-25ក៏ប៉ុន្តែកសិករមិនមានជំរើសអ្វីក៏ត្រូវតែដាំបន្តទោះបីតែចំណេញបន្តិចបន្តួចស្មើដើមឬខាតតិចតួចខ្លះគឺមានការលំបាកដែរប៉ុន្តែយ៉ាងណាក៏ក្នុងនាមខ្ញុំជាអ្នកលក់គុណភាពគឺមានសារៈសំខាន់ណាស់បាទជីបំពន់សញ្ញាស្ដេចអន្ត្រីនេះពុកម៉ែបងប្អូនប្រើប្រាស់ទៅគឺមានអត្ថប្រយោជន៍11ចំណុចសំខាន់ទី1គឺជួយបញ្ហាដីរឹងបាទដីជូរនិងដីមានជាតិច្រេះឲ្យមកល្អឡើងវិញហើយទី2នោះជួយឲ្យដីរឹងដីដែលមិនជ្រាបទឹកទៅជាជ្រាបទឹកបានល្អទី3ជួយការពារមេរោគនិងបណ្ដេញសត្វល្អិតបាននៅប្រព័ន្ធក្នុងដីមានន័យថាវានឹងជួយមិនឲ្យរំខានប្រព័ន្ធដំណាំទី4ធ្វើឲ្យរុក្ខជាតិគឺថមធាត់លូតលាស់និងរឹងមាំល្អធន់នឹងជំងឺបានផងដែរហើយទី5នោះជំរុញឲ្យការឆាប់ចេញផ្កានិងផ្លែកាន់តែលឿនពិសេសគឺប្រមូលផលបានលឿនល្អជាងធម្មតាបាទទី6ធ្វើឲ្យដីធូរដីសម្បូរទៅដោយអាចិលេនត្រឹមតែការប្រើប្រាស់មួយសប្តាហ៍ទៅកន្លះខែឡើងទៅគឺឃើញថាមានភាពល្អប្រសើរចំពោះដីទី7ជួយបង្កើតនិងជំរុញសកម្មភាពនៃអតិសង្គមប្រាណនៅក្នុងដីឲ្យកាន់តែល្អប្រសើរហើយទី8នោះគឺរួមចំណែកជួយព្យាបាលរោគក្រានិងរោគរលួយឫសពិសេសដំឡូងដែលយើងយកទៅទ្រាប់បាត់គឺល្អមែនតែនបាទទី9គឺការពារអាកាសធាតុក្តៅខ្លាំងឬក៏ត្រជាក់ខ្លាំងដែលខុសប្រក្រតីនោះគឺវាធន់ទ្រាំបន្តិចបាទភាសាឡើងជាងជីធម្មតាអញ្ចឹងទៅហើយទី10នោះគឺជួយឲ្យដំណាំចេញមើមច្រើនផ្លែច្រើននិងមានទម្ងន់ល្អហើយ11នោះពុកម៉ែបងប្អូនអាចសាក់លបងគឺប្រើកាន់តែយូរដីកាន់តែធូរហើយអាចកាត់បន្ថយបានបន្តិចម្ដងចំពោះបរិមាណជីនេះគឺសម្រាប់ឪពុកម៉ែបងប្អូនប្រើប្រាស់ជារៀងរាល់ឆ្នាំចាប់ពី2ឆ្នាំឡើងទៅគឺឃើញថាដីនឹងល្អប្រសើរអាចកាត់បន្ថយនៃជីឬក៏បរិមាណជីបានអញ្ចឹងគឺកាត់បន្ថយតាមសភាពដីដែលពុកម៉ែបងប្អូនទទួលបាននូវភាពល្អប្រសើរបាទនេះគឺជាអត្ថប្រយោជន៍នៃជីគ្រាប់បាទកន្លងមកគឺខ្ញុំនិយាយអំពីជីទឹកជាអីចឹងទៅប៉ុន្តែជីគ្រាប់មានសារៈសំខាន់ណាស់ទៅដល់ដីអញ្ចឹងពុកម៉ែបងប្អូនមានចម្ងល់អាចសាកសួរតាមរយៈលេខទូរស័ព្ទនិង Telegram ដែលមាននៅក្នុងវីដេអូនេះឬក៏បណ្ដាដេប៉ូចាប់អារម្មណ៍ចង់លើកលក់បន្តក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនិង Telegram បានផងដែរបាទសូមជួយ follow page Subscribe Channel YouTube និង follow TikTok បាទខ្ញុំបាទនឹងមានព័ត៌មានអំពីជីថ្នាំកសិកម្មឬក៏បច្ចេកទេសខ្លះៗក្នុងការដាំដុះពិសេសគឺពុកម៉ែបងប្អូនដែលមានចម្ងល់ខ្វល់ខ្វាយរឿងការដាំដុះឬក៏ការដាក់ជីប្រើប្រាស់ថ្នាំអីគឺអាចសាកសួរដោយឥតគិតថ្លៃបាទអញ្ចឹងគណៈពេលនេះគឺអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលតាមដានទស្សនាមានកង្វល់បញ្ហាគឺអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះបាទអញ្ចឹងជូនពរឲ្យតម្លៃកសិផលបាននៅទិន្នផលខ្ពស់នៅឆ្នាំ2025-26ខាងមុខនេះហើយអាចជាវតាក់ទងតាមរយៈលេខទូរស័ព្ទរាល់ផលិតផលជីថ្នាំទាំងអស់គឺប្រកបដោយគុណភាពបាទអរគុណជម្រាបលា